ការប្រថុយការសើចគឺជាការប្រថុយនិងការបង្ហាញពីភាពល្ងីល្ងើភាពយំយែកគឺជាការប្រថុយនិងការឲ្យដឹងពីផ្លូវចិត្តការមានស្នេហាគឺជាការប្រថុយនិងមានវិបត្តិស្នេហាការមានលុយច្រើនគឺជាការប្រថុយនិងចោលប្លន់ការយកប្តីប្រពន្ធជាការប្រថុយនឹងភាពមេម៉ាយឬពុះម៉ាយការធ្វើជានាយករដ្ឋមន្ត្រីគឺជាការប្រថុយនឹងមនុស្សស្អប់ឬក្រក់កំភ្លើងការទៅជួបអ្នកដទៃគឺជាការប្រថុយនឹងការតាក់ទងគ្នាការធ្វើឲ្យគេដឹងឮពីអារម្មណ៍គឺជាការប្រថុយនឹងការបង្ហាញពីភាពពិតរបស់អ្នកផ្ទាល់ការស្រឡាញ់គឺជាការប្រថុយនឹងការមិនស្រឡាញ់តបមកវិញការរស់នៅជាការប្រថុយនឹងការស្លាប់សេចក្តីសង្ឃឹមគឺជាការប្រថុយនឹងសេចក្តីអស់សង្ឃឹមការព្យាយាមគឺជាការប្រថុយនឹងភាពបរាជ័យតើយើងធ្វើអ្វីទៅដែលមិនប្រថុយប្រថាននោះប៉ុន្តែយើងត្រូវទទួលយកការប្រថុយប្រថានពីព្រោះភាពអន្តរាយដ៏ខ្លាំងបំផុតនៅក្នុងឆាកជីវិតនេះគឺជាការមិនប្រថុយនឹងអ្វីទាំងអស់មនុស្សដែលមិនប្រថុយនឹងអ្វីទាំងអស់នឹងមិនធ្វើអ្វីទាំងអស់ហើយជីវិតរបស់គាត់នឹងមិនមានអ្វីទាំងអស់ជីវិតរបស់គាត់នឹងក្លាយជាជីវិតដែលគ្មានន័យអ្វីទាំងអស់ពួកគេអាចជៀសវាងការឈឺចាប់និងទុក្ខព្រួយប៉ុន្តែពួកគេមិនអាចរៀនមិនអាចមានអារម្មណ៍មិនអាចធ្វើការផ្លាស់ប្ដូរមិនអាចរីកដុះដាលមិនអាចស្រឡាញ់ឬក៏មិនអាចរស់នៅបានឡើយដោយចំណងដែលជាប់ដោយអរិយាប័ត្ររបស់ពួកគេនឹងคล้ายទៅជាទាសករពួកគេនឹងបាត់បង់នៅសេរីភាពរបស់ខ្លួនមានតែអ្នកដែលហ៊ានប្រថុយទេដែលមានសេរីភាពនោះហេតុផលទី2ខ្វះការតស៊ូនៅពេលដែលបញ្ហាទាំងឡាយមើលទៅហាក់បីដូចជាមិនអាចពុះពៀឬយកឈ្នះបានការបោះបង់ចោលឬការចោទចាញ់អាចជាមធ្យោបាយមួយដែលល្អនិងមានភាពងាយស្រួលបំផុតសម្រាប់ជ្រើសរើសរឿងនេះពិតជាកើតឡើងចំពោះជីវិតអាពាហ៍ពិពាហ៍ការងារនិងការទំនាក់ទំនងជាដើមអ្នកឈ្នះបញ្ឈប់សកម្មភាពរបស់ពួកគេក៏ពិតមែនប៉ុន្តែពួកគេមិនដែលបំផ្លាញកិច្ចខំប្រឹងរបស់ពួកគេឡើយពួកយើងទាំងអស់គ្នាសុទ្ធតែមានការចាប់ផ្ដើមសាងជាថ្មីរៀងៗខ្លួននៅក្នុងជីវិតការបរាជ័យមិនមែនមានន័យយើងបរាជ័យនោះទេមានន័យថាយើងមិនទាន់ធ្វើត្រូវតាមរូបមន្តនៃភាពជោគជ័យតែប៉ុណ្ណោះមនុស្សជាច្រើនតែងតែជ្រើសរើសអ្វីដែលស្រួលហើយចុះចាញ់និងត្អូញត្អែរចំពោះការលំបាកបន្តិចបន្តួចដែលកាត់ឡើងតែមួយប្រពេចភ្នែកតែប៉ុណ្ណោះចុះដើម្បីឲ្យយើងទទួលជោគជ័យតើយើងត្រូវធ្វើដូចម្តេចចម្លើយនោះគឺស្រួលនិយាយតែពិបាកធ្វើគឺការតស៊ូនិងត្រូវមានឆន្ទៈឆ្ពោះទៅមុខជានិច្ចបោះបង់មិនដែលជោគជ័យអ្នកជោគជ័យមិនដែលបោះបង់តើអ្វីទៅជាភាពខុសគ្នារវាងការតស៊ូនិងការជជែកភាពខុសគ្នានោះគឺត្រង់ថាតស៊ូបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើសកម្មភាពតម្រង់ឆ្ពោះទៅមុខចំណែកឯការជជែកបង្ហាញពីភាពខ្លាំងមួយដែលមិនអាចធ្វើទៅបានដោយប្រើអំណាចកំហឹងមនុស្សភាគច្រើនបរាជ័យមិនមែនដោយសារតែពួកគេខ្វះចំណេះដឹងឬក៏ទេពកោសល្យឡើយប៉ុន្តែគឺដោយសារតែពួកគេបោះបង់អ្វីដែលពួកគេកំពុងធ្វើអាចកំបាំងនៃរូបភាពជោគជ័យនៅក្នុងរូបសន្តានពីរគឺតស៊ូដ៏ស្វិតស្វាញនិងសេចក្តីអំណត់តស៊ូគឺធ្វើអ្វីតែសម្រេចឲ្យបានចំណែកឯអត់ធន់គឺប្រឆាំងដាច់ខាតទៅនឹងអ្វីដែលមិនគួរឲ្យកាត់ឡើងបុរសម្នាក់ដែលត្រូវបានគេចាត់ទុកជាវីរបុរសមិនមែនដោយសារតែគាត់មានភាពក្លាហានជាងអ្នកដទៃទេប៉ុន្តែដោយសារតែគាត់មានភាពក្លាហានយ៉ាងយូររយៈពេល10នាទីប៉ុណ្ណោះ